បាទជំរាបសួរពុកម៉ែបងប្អូនមិត្តភ័ក្តិក្នុងបណ្ដាញសង្គម Facebook ទាំងអស់គ្នាថ្ងៃនេះចង់នាំអារម្មណ៍បងប្អូនមកមើលតឡាចផងខ្ញុំណែមែនទេវែងហើយធំល្អណាស់ហើយមិនទាន់កាត់ទេបងប្អូនចាំឲ្យប្រហែលជា2ថ្ងៃទៀតសំកាត់ឲ្យវាអស់ធំហើយក៏យើងយកទៅលុកអញ្ចឹងទៅក៏បានថ្លៃដែរបងប្អូននេះចង់បង្ហាញផ្លែតឡាចឲ្យបងប្អូនមើលបន្តិចបាទនេះបងប្អូនបាទឃើញក្តាប់ឃើញផ្លែប៉ុនក៏ដៃកូនក្មេងខ្លះធំខ្លះណែច្រើនណាស់បងប្អូនហើយជាខ្ទង់នេះមកទ្រឿងឯងបងប្អូនហើយគេខ្ទង់30អីណែព្រមតែខ្ញុំបង្ហាញបងប្អូនអញ្ចឹងមិនមែនអ៊ូតមិនមែនថាខ្លួនឯងអស់ចាយទេបងប្អូនដោយសារតែវាអត់មានអីថតនៅតាមស្រុកស្រែជនបទគឺមានតែការថតតំណាំដាំដុះនេះឯងក៏យើងដាំតំណាំហើយយើងត្រូវប្រាប់ចែករំលែកនៅអ្វីដែលខ្លួនឯងធ្វើបានណាបងប្អូនបាទនេះមើលបងប្អូននេះមើលផ្លែណែតាំងពីរៀងភ្លៀងបន្តិចមកអញ្ចឹងទៅវាធ្លាក់ការធ្លាក់ក្តាប់ធ្លាក់ផ្លែមកច្រើនបងប្អូននេះមើលនេះខាងកើតហ្នឹង2គ្រឿងទៀតបាទមិនទាន់បានថតឲ្យបងប្អូនទេណែថត2គ្រឿងខាងលិចនេះសិនដើម្បីឲ្យបងប្អូនមើលតស៊ូឡើងអ្វីដែលយើងធ្វើมันបានយើងកុំខ្លាចកុំថានឿយហត់អ្វីក៏ដោយឲ្យតែយើងខំប្រឹងនឹងមានសង្ឃឹមតទៅមុខទៀតបងប្អូនហើយរដូវនេះជារដូវខ្វះខាតណាបងប្អូនខ្វះខាតបន្លែណាណែបើសិនបើបងប្អូនបានដាំទាន់បន្លែថ្លៃអញ្ចឹងគូយើងបានប្រាក់ចំណូលបានច្រើនដែរបងប្អូនបាទនេះបងប្អូនមើលបាទណែ